សម្រាប់សម្ដីរបស់លោក Elon Musk មួយធ្វើការច្រើនច្បាស់ជា stress តែវិធីនៃការដោះស្រាយ stress របស់ខ្ញុំគឺសាមញ្ញទេត្រូវមុខទឹកឲ្យច្រើនដងក្នុងមួយថ្ងៃពីរអ្នកត្រូវខំធ្វើការឲ្យខ្លាំងកុំថ្នមខ្លួនពេកខ្ញុំតស៊ូមិនក្រោម30ឆ្នាំទេតម្រុំមកដល់កម្រិតនេះ3ខ្ញុំធ្វើការ88ទៅ100ម៉ោងក្នុងមួយទឹកអ្នកធ្វើការធម្មតាគឺធ្វើការប្រហែលជា40ម៉ោង4អ្នកបោះបង់មិនដែលដល់គោលដៅអ្នកដែលដល់គោលដៅមិនដែលបោះបង់5រៀនខំមាត់សង្កត់ចិត្តនិងចេះទទួលខុសត្រូវនៅរឿងរ៉ាវអយុត្តិធម៌ទាំងឡាយដែលកើតឡើងក្នុងជីវិតចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងក្តីសង្ឃឹមនិងភាពជឿជាក់6គិតឲ្យបានទៀងទាត់អំពីរបៀបដែលអ្នកអាចធ្វើអ្វីៗបានប្រសើរជាងមុនហើយស៊ូខ្លួនឯង7បើអ្នកមិនហ៊ានសូម្បីតែស្រមៃផងតើសមិទ្ធផលអស្ចារ្យនោះនឹងកើតឡើងយ៉ាងដូចម្តេច8ជំងឺភ័យខ្លាចវាកើតឡើងចំពោះតែអ្នកខ្ជិលច្រអូសទេវាមិនអាចកើតឡើងចំពោះអ្នកដែលមានការព្យាយាមនោះឡើយ9រឿងអស្ចារ្យមិនមែនកើតឡើងដោយចៃដន្យគឺវាកើតឡើងពីការតាំងចិត្តមុតនិងការខិតខំប្រឹងប្រែងឥតឈប់ឈរ10ធ្វើការ16ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃក្នុងមួយសប្តាហ៍52សប្តាហ៍ក្នុងមួយឆ្នាំហើយមនុស្សនៅតែហៅថាខ្ញុំមានសំណាង11ប្រសិនបើអ្នកចង់បានសារលើកទឹកចិត្តកុំទាន់ចង់ខ្លាចជាសហគ្រិនអីប្រសិនបើអ្នកចង់ធ្វើអ្វីមួយតែនៅត្រូវការសារលើកទឹកចិត្តគួរកុំធ្វើវាអី12ថ្នាក់មួយមនុស្សម្នាក់បានសួរខ្ញុំថាតើនរណាធ្វើឲ្យអ្នកឈឺចាប់ខ្ញុំឆ្លើយថាការរំពឹងទុករបស់ខ្ញុំ13ខ្ញុំអត់បានខ្វល់ថាអ្នកណាល្អជាងខ្ញុំទេខ្ញុំបានផ្ដោតធ្វើឲ្យបានប្រសើរជាងខ្ញុំឆ្នាំមុនគឺខ្ញុំវាខ្ញុំ14ភាពឧត្តមមិនកើតឡើងចៃដន្យទេវាទាមទារការប្រឹងខ្លាំងបំផុតទោះបីបរាជ័យដួលដល់ដីក៏ត្រូវក្រោកឡើងតស៊ូទៅមុខទៀត15ការដោះសារលេសគឺតែងតែនៅទីនោះសម្រាប់អ្នកដូច្នេះឱកាសមិនមានឡើយ16មនុស្សគួរតែស្វែងរកអ្វីដែលពួកគេងប់ងុលនោះនឹងធ្វើឲ្យពួកគេរីករាយជាងអ្វីផ្សេងទៀត17ខ្ញុំអាចមើលវាកើតឡើងឬជាផ្នែកមួយនៃវា18ស្វែងរកការរីកគុណជានិច្ចការរីកគុណដែលគិតយ៉ាងល្អពីអ្វីដែលអ្នកកំពុងធ្វើគឺមានតម្លៃដូចមាស19ជីវិតគឺខ្លីពេកសម្រាប់ការចងគំនុំយូរអង្វែង20ការតស៊ូគឺសំខាន់ណាស់អ្នកមិនគួរបោះបង់ចោលទេអារ៉ាប់ណាអ្នកត្រូវបង្ខំឲ្យបោះបង់21ការអត់ធ្មត់គឺជាគុណធម៌ហើយខ្ញុំក៏កំពុងតែរៀនអត់ធ្មត់វាជាមេរៀនដ៏លំបាកមួយ22ជំហានដំបូងគឺត្រូវបញ្ជាក់ថាមានអ្វីមួយដែលអាចធ្វើទៅបានបន្ទាប់មក probability នឹងកើតឡើង23ខ្ញុំចាប់ផ្ដើម SpaceX ជាមួយនឹងការរំពឹងទុកនៃភាពបរាជ័យ24ខ្ញុំគិតថាសហគ្រិនអ្នកគួរតែស្វែងរកមតិត្រឡប់អវិជ្ជមានជានិច្ច25ការជំរុញលើកទឹកចិត្តរបស់ខ្ញុំសម្រាប់ក្រុមហ៊ុនរបស់ខ្ញុំទាំងអស់គឺត្រូវចូលរួមនៅក្នុងអ្វីមួយដែលខ្ញុំគិតថាអាចមានឥទ្ធិពលគួរឲ្យកត់សម្គាល់លើពិភពលោក26ប្រសិនបើអ្នកក្រោកពីដំណេកនៅពេលព្រឹកហើយគិតថាអនាគតកាន់តែប្រសើរវាជាថ្ងៃភ្លឺស្វាងបើមនុស្សឆ្នេះទេវាមិនមែនទេ27បើផលិតផលមិនល្អកុំសង្ឃឹមថាក្រុមហ៊ុនអាចរីកចម្រើនអស្ចារ្យបានឡើយ28ប្រសិនបើអ្វីមួយមានសារៈសំខាន់គ្រប់គ្រាន់គួរតែព្យាយាមធ្វើទោះបីជាលទ្ធផលអាចកើតមានបរាជ័យក៏ដោយ29បើកិច្ចការនោះវាមានតម្លៃធំធេងសម្រាប់ជីវិតអ្នកហើយទោះដឹងថាមានសង្ឃឹមតិចយ៉ាងណាក៏ដោយក៏អ្នកត្រូវតែសាកល្បងវាអស់ពីចិត្តដែរ30នៅពេលដែលអ្នកតស៊ូនឹងបញ្ហានោះវាជាពេលដែលអ្នកយល់ពីវា31មនុស្សខ្លះខ្លាចនឹងមិនចង់ផ្លាស់ប្ដូរអ្វីដែលធ្លាប់ធ្វើនោះទេប៉ុន្តែបើការនៅដដែលនាំឲ្យយើងគ្រោះថ្នាក់នឹងឬវិនិច្ឆ័យនោះយើងគ្មានជំរឿអ្វីក្រៅពីបង្ខំចិត្តផ្លាស់ប្ដូរនិងរៀនព្រោះជាមួយអ្វីដែលថ្មីនោះឡើយ32វិស្វកម្មគឺជាការយកចំណេះដឹងមកបង្កើតអ្វីដែលមនុស្សទូទៅគិតថាមិនអាចទៅរួចឲ្យខ្លាចជាការពិតវាដូចជាមុនអាគមអញ្ចឹងព្រោះវាអាចធ្វើឲ្យរឿងដែលមើលទៅដូចជាអភូតហេតុកើតឡើងតាមរយៈបច្ចេកវិទ្យា33សម្រាប់ខ្ញុំវាមិនមែនជាបញ្ហាលុយកាក់ទេប៉ុន្តែការដោះស្រាយបញ្ហាសម្រាប់អនាគតមនុស្សជាសំខាន់បំផុត34អ្នកមានបញ្ញាមានសេចក្តីបញ្ញាចិត្តក្លាហាននិងមានការតស៊ូតែងតែមើលឃើញឱកាស35ការធ្វើខុសហើយបរាជ័យខាតបង់តិចជាងការរងចាំមិនព្រមធ្វើអ្វីសោះ36មិនចាំបាច់ប្រាប់គេគ្រប់គ្នាអំពីគោលដៅរបស់អ្នកតែត្រូវបង្ហាញគេឃើញពីលទ្ធផលវិញ37បើចង់បានអ្វីដែលអ្នកមិនធ្លាប់បាននោះតែហ៊ានសាកល្បងអ្វីដែលថ្មី38កុំខ្វល់ពីការនិយាយរបស់គេបើគេមិនចង់ធ្វើអ្វីដែលយើងធ្វើទេទុកឲ្យលទ្ធផលបង្ហាញគេទៅ39អ្វីគ្រប់យ៉ាងមានទៅបានដើមពីហ៊ានចាប់ដើមកុំចាំទាល់តែមានសពគ្រប់នោះ40បើចង់ឲ្យខ្លួនឯងរឹងមាំត្រូវចេះអត់ធ្មត់ឲ្យខ្ពស់នៅពេលជួបការលំបាក41គន្លឹះស្នូលមួយដែលនាំឲ្យជោគជ័យដល់ក្រុមហ៊ុនគឺការមានបុគ្គលិកឆ្នាំច្រើននិងប្រកបដោយភាពច្នៃប្រឌិត42រៀនដើម្បីផ្លាស់ប្ដូរនិងផ្ទេរចំណេះដឹងដល់មនុស្សជំនាន់ក្រោយ43ពេលវេលាល្អបំផុតដើម្បីក្លាយជាសហគ្រិននោះគឺវ័យក្មេង